យាយមែនតែងតែឃើញនៅក្នុងប្រទេសគេណាប៉ុន្តែថ្ងៃនេះគឺខ្ញុំបានមកឃើញផ្ទាល់ហើយមិនតែប្រទេសគេបងប្អូនទាំងអស់គ្នាប្រទេសខ្មែរយើងក៏មានដែរនៅខាងក្រុងសៀមរាបណាបងប្អូនទាំងអស់គ្នាប្លុកហ្នឹងតាមពីថ្ងៃប្រជុំដែរអញ្ចឹងណាបងប្អូនមុននឹងយើងបានមើលយើងត្រូវអង្គុយចាំទិញសម្បត្តិសិនព្រោះអីថ្ងៃហ្នឹងគេ discount ឲ្យអញ្ចឹងទៅថ្ងៃបិណ្ឌធំអញ្ចឹងណាបងប្អូនទាំងអស់គ្នាសម្បត្តិគេពេញគឺ$10 $11អញ្ចឹងទៅប៉ុន្តែថ្ងៃនេះគេ discount ឲ្យបិណ្ឌធំចំពោះតែបងប្អូនណាមកដើរលេងនៅខេត្តសៀមរាបអីចឹងទៅក៏ខ្ញុំមានវាសនាដែរថ្ងៃនេះបានទៅមើលអញ្ចឹងទៅណាយើងបងយូរណាស់ដែរហើយព្រោះមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេគឺនៅក្បែរផ្ទះខ្ញុំទេបងប្អូនទាំងអស់គ្នាប៉ុន្តែសម្បត្តិរឿងថ្លៃពេកអញ្ចឹងទៅប៉ុន្តែថ្ងៃនេះវាហេអញ្ចឹងទៅថ្ងៃបិណ្ឌធំណាដើរលេងអញ្ចឹងទៅគេថា discount តែ5រៀលទេក៏ម្នាក់អីចឹងទៅយើងក៏ចង់ទៅមើលដែរចឹងនិយាយមែនតែងតែឮគេនិយាយថាពិភពបាត់សមុទ្រនៅខេត្តសៀមរាបយើងស្អាតណាស់ដូចនៅប្រទេសគេអញ្ចឹងតែពេលដែលខ្ញុំបានចូលផ្ទាល់មែនណាបងប្អូនទាំងអស់គ្នាគឺវ៉ាវមែនទែនសត្វអ្វីដែលខ្ញុំអត់ได้ឃើញណាពេលនេះខ្ញុំឃើញអស់ហើយនិយាយមែនធ្លាប់តែឃើញនៅប្រទេសគេតែពេលជួបផ្ទាល់បងប្អូនទាំងអស់គ្នាគឺចម្លែកភ្នែកដោយសារចង់ដែរឃើញនេះរូបដូចត្រីអ្នកត្រីអីនេះដូចតងសមុទ្រតុងអីនេះគឺខ្ញុំអត់ដែរឃើញទេបងប្អូនទាំងគ្នាហើយចាស់ស្អាតមែនទែនខ្ជូតមែនទែនមកដល់បងប្អូនទាំងគ្នាហើយកូនក្មេងខ្លះគាត់អត់ខ្លាចទេរូបសត្វខ្ជូតយ៉ាងនេះអ្នកណាខ្លាចបងប្អូនទាំងគ្នាអើយត្រីប្រាត្រីបលែនហែលើក្បាលខ្ញុំមួយស្អាតណាស់បងប្អូនទាំងគ្នាអើយខ្ញុំនិយាយតាមត្រង់បងប្អូនទាំងគ្នាគឺយើងមើលទៅអារម្មណ៍របស់យើងប្លែកភ្នែកដែលយកតែឃើញត្រីម៉ាអីក៏មានដែរបងប្អូនទាំងអស់គ្នាត្រីខ្លះរូបខ្លះដែលខ្ញុំធ្លាប់ឃើញអញ្ចឹងទៅក៏យើងស្គាល់អ្នកខ្លះក៏យើងអត់ស្គាល់ទេគឺវាប្លែកភ្នែកបើកន្លែងទៅនឹងវិញគឺខ្ញុំចូលកន្លែងក្រោមបាតសមុទ្របណ្ដោយមានអារម្មណ៍តែពេលអត់ទៅខាងលើអញ្ចឹងមានអារម្មណ៍ត្រីហែលើក្បាលយើងបណ្ដោយតែពេលខ្លះយើងឈោភ្លេចខ្លួនរត់តែដោយសារខ្លាចវាចឹកលើក្បាលយើងវាធំពេកបងប្អូនទាំងគ្នាអូយវ៉ាវស្អាតមែនទេបងប្អូនទាំងគ្នាអើយដូចក្នុងបាតសមុទ្រចឹងឯងត្រីវាខ្ជូតហើយស្អាតផ្កាថ្មផ្កាយដែលយកតែលុបឃើញពីមុនមកពិតជាស្អាតមែនទេនិយាយរួមទៅខ្ញុំអត់ដែរចូលទេពេលបានចូលម្ដងចង់ចូលម្ដងទៀតដោយសារថាពេលយើងមកហ្នឹងមានអារម្មណ៍ថាយើងស្រស់ស្រាយតាមត្រីបងប្អូនទាំងអស់គ្នាពេលដែលយើងមើលទៅមានអារម្មណ៍ថាអារម្មណ៍យើងគឺស្រស់ស្រាយតាមវាដោយសារថាសត្វបច្ឆាមានអារម្មណ៍ថាវាហែអត់មានខ្វល់ពីណាទេអញ្ចឹងអារម្មណ៍យើងផ្ដោតទៅតាមវាអញ្ចឹងទៅយើងលេងគិតអ្វីដែលមិនស្មុគស្មាញក្នុងខ្លួនក្បាលយើងគឺយើងតាមវាអស់លេងបដ ாய் ដោយសារអីគឺវាស្អាតបងប្អូនទាំងអស់គ្នានេះជាស្អីទេបងប្អូនទាំងគ្នាខ្ញុំមិនសូវស្គាល់ទេបងប្អូនទាំងគ្នាអើយរួចហើយក៏ខ្ញុំចាប់ផ្ដើមថាយើងមើលត្រីក្នុងទឹករួចហើយយើងទៅមើលសត្វលើគោកម្ដងដូចជាពស់ដូចជាអីចឹងទៅច្រើនមែនទេបងប្អូនទាំងគ្នាប៉ុន្តែវាសួយមួយយ៉ាងត្រង់ថ្ងៃហ្នឹងគឺមេឃភ្លៀងដោយសារតែពេលខ្លះយើងមើលអត់សូវបានល្អន់ទេដោយសារមេឃភ្លៀងខ្លាំងពេកដូចរូបខ្លារូបតោរូបអីយើងមើលទៅដូចមើលបទីបតន់អញ្ចឹងដោយសារតែមេឃភ្លៀងបងប្អូនទាំងគ្នាគឺស្ដាយដែរតែហ្នឹងគឺនិយាយរួមទៅកន្លែងគេធំណាបងប្អូនទាំងគ្នាយើងមើលអត់ខ្សត់គ្រប់ទេដោយសារកន្លែងគេធំហើយមានសត្វអីច្រើនទៀតនេះគឺកន្លែងពស់បងប្អូនទាំងគ្នាសត្វដែលខ្ញុំខ្លាចបំផុតគឺជាពស់បណ្ដោយហើយ vlog ខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ